អ្នកគ្រូធ្លាប់ប្រាប់ហើយបំបែកពីតូចមកធំយើងប្រើប្រមាណវិធីអីគេប្រមាណវិធីចែកដល់យើងដឹងហើយបងប្អូនថារង្វាស់ប្រវែងជាគីឡូម៉ែត្រឥឡូវលេខរបស់យើងចំណុចក73គីឡូម៉ែត្រ57ម៉ែត្រស្មើប៉ុន្មានគីឡូម៉ែត្រចឹងដើម្បីបំបែកវាទៅជាគីឡូម៉ែត្របានបងប្អូនមើលឃើញតែកន្លែងនេះមានគីឡូម៉ែត្រដែរតែកន្លែងនេះអីគេនេះຂະຫນាតអីគេនេះຂະຫນាតម៉ែត្រចឹងយើងត្រូវបដូរអា57គីឡូម៉ែត្រម៉ែត្រនេះទៅជាអីគេសិនទៅជាគីឡូម៉ែត្រសិនទៅយើងអាចបូកគ្នាបានលុះត្រាតែຂະຫນាតដូចគ្នាទៅយើងអាចបដូរគ្នាបូកគ្នាបានអញ្ចឹងអត់ឥឡូវយើងមើលមួយបងអូនដឹងហើយថាຂະຫນាតអីគេធំជាងគេបំផុតនេះຂະຫນាតអីគេគីឡូម៉ែត្របន្ទាប់ពីគីឡូម៉ែត្រហាច់អីគេហាច់តូម៉ែត្របន្ទាប់មកដេកាម៉ែត្របន្ទាប់មកម៉ែត្រឥឡូវអ្នកគ្រូដាក់ចំណឹងបានហើយយ៉ាងអត់ដោយសារតែយើងត្រូវតែបំបែកពីម៉ែត្រមកអីគេមកគីឡូម៉ែត្រឥឡូវអ្នកគ្រូធ្លាប់ប្រាប់ហើយបំបែកពីតូចមកធំយើងប្រើប្រមាណវិធីអីគេប្រមាណវិធីចែកដល់យើងដឹងហើយ1គីឡូម៉ែត្រស្មើ1អីគេ1000ម៉ែត្រចឹងមែន1គីឡូម៉ែត្រស្មើ1000ម៉ែត្រចឹងចង់បំបែក57ម៉ែត្រស្មើប្រមាណគីឡូម៉ែត្រយើងត្រូវប្រើប្រមាណវិធីចែកចឹងមែនដើម្បីបំបែកពីតូចមកធំយើងប្រើប្រមាណវិធីចែកយើងថាយក57នេះ57នេះចែកនឹង1000មែន1000ទៅឃើញហើយឃើញម៉ានឃើញ0.0នេះមក0.57គីឡូម៉ែត្រយើងធ្លាប់ចេះចឹងមែនតែបើយើងចេះតាមតារាងមួយទៀតក៏ស្រួលដែរចឹងអត់ចាចេះតាមតារាងស្រួលឥឡូវស្រួលម៉េចឥឡូវគេឲ្យយើងបំបែក57ម៉ែត្រនេះទៅជាគីឡូម៉ែត្រប៉ុន្តែចង់ចេះតាមតារាងនោះត្រាតែបងចាំតារាងរង្វាស់ប្រវែងនឹងដែរតើអត់ຂະຫນាតធំជាងគេគឺគីឡូម៉ែត្រហិចតូម៉ែត្រដេកាម៉ែត្រម៉ែត្រឥឡូវយើងបំបែកមកយើងបំពេញលេខអីគេមុនគេនេះបំពេញលេខអីគេ7មុនគេបន្ទាប់មកលេខអីគេលេខ5បន្ទាប់មកតែអត់មានគឺលេខ0លេខ0ចាបន្ទាប់មកទៀតគេចុចកន្លែងណាអូនចុចកន្លែងហ្នឹងពឹបមកចឹងឃើញម៉ានមកយើងដាក់មក73អីគេ73គីឡូម៉ែត្រឥឡូវយើងបំបែកពី57ម៉ែត្រមកគីឡូម៉ែត្រឃើញ0ចុចម៉ាន0.057នេះ0.057គីឡូម៉ែត្រចឹងអត់អ្នកនេះអ្នកគ្រូយកទៅចែកក៏ឃើញ0ចុចម៉ាន0.057គីឡូម៉ែត្រដូចអ្នកគ្រូបំពេញក្នុងតារាងដែរអត់ចាបំពេញក្នុងតារាងស្រួលឲ្យតែយើងចាំបើគេបំបែកពីតូចមកធំយើងដេញបំពេញលេខពីតូចដេញមកធំវិញយល់អ្នកគ្រូនិយាយអត់មានន័យថាយើងបំពេញលេខកតុយគេមុនគេលេខ7នៅត្រង់កន្លែងម៉ែត្រលេខ5នៅត្រង់កន្លែងដេកាម៉ែត្រហើយលេខអស់លេខបំពេញគឺលេខ0យល់អ្នកគ្រូនិយាយអត់លេខ0ហើយលេខ0ហើយយើងចុចប៉ក់មួយកន្លែងហ្នឹងមកយល់អ្នកគ្រូនិយាយអត់ចាចុចប៉ក់មួយកន្លែងហ្នឹងហើយយើងឃើញហើយឃើញ0ចុចម៉ាន57ម៉ែត្រគឺឃើញ0.057ដូចគ្នាណូអូនណាដូចគ្នាណូ73គីឡូម៉ែត្រ0.57គីឡូម៉ែត្រដូចគ្នាអាចបូកគ្នាបានមានន័យថាយកអីគេ73គីឡូម៉ែត្របូកនៅជាប់គ្នាអញ្ចឹងមានន័យថាសញ្ញាបូកឲ្យ0.057គីឡូម៉ែត្រមកយើងបូកជាជួរឈរមក73បូកឲ្យ0យើងរៀនត្រូវខ្ទង់ណាលឺអត់អានេះផ្លេចដាក់អីគេ57មក0.57អានេះថែមអីគេអូនធ្លាប់រៀនហើយ0ហើយបូកមកចឹងអត់មកនេះបានម៉ាន7អានេះ5 0ហើយទម្លាក់អីគេចុច3បូក0បាន3 7អត់អីបូកទុំលាក់ចឹងចម្លើយរបស់យើងឃើញម៉ានអូនឃើញម៉ានឃើញ73.057គីឡូម៉ែត្រមកហើយយើងយកមកបំពេញមក73.057គីឡូម៉ែត្រយល់អត់